ខ្ញុំមិនដែលដឹងថាសាច់ក្រកសាច់គោងាយស្រួលធ្វើបែបហ្នឹងសោះបងប្អូនអើយនិយាយទៅមកនៅ New Zealand នេះចង់សរសើរខ្លួនឯងហ្មងបងប្អូនស្អីក៏ចេះដែរណានិយាយទៅដាក់តែ YouTube ពឹបចេញទាំងអស់ហ្នឹងហើយឥឡូវថ្ងៃនេះខ្ញុំមកត្រៀមវីដេអូធ្វើសាច់គោរបស់ខ្ញុំឯងធ្លាប់បានផុសវីដេអូខ្លីឲ្យបងប្អូនគឺថាយូរបំផុតគឺការដោតហ្នឹងហើយតែបើថាការធ្វើហ្មងគឺថាងាយស្រួលខ្លាំងមែនតើខ្ញុំមិនដែលដឹងថាធ្វើសាច់ក្រកគ្រឿងផ្សំតិចបែបហ្នឹងសោះអញ្ចឹងបងប្អូនឥឡូវហ្នឹងខ្ញុំធ្វើការដាក់រំដេងស្លឹកក្រូចហើយនឹងបាយហើយនឹងគេដាក់ម្សៅម្ទេសបងប្អូនប៉ុន្តែខ្ញុំអត់មានកុំឲ្យឆ្នាំងវែងតុងវែងគឺខ្ញុំដាក់ម្ទេសក្រៀមយើងនឹងបដ ாய் ទៅហើយខ្ញុំធ្វើការដាក់អំបិលមាន់ហើយនឹងអំបិលយើងមួយស្លាបព្រាបាយកន្លះហើយនេះស្ករសបងប្អូនខ្ញុំដាក់3ស្លាបព្រាកាហ្វេអញ្ចឹងណាស្ករសហ្នឹងមិនស្ករធម្មតាគឺស្ករម៉ុងហ្វ្រូតហើយខ្ញុំធ្វើច្បាច់ចូលទាំងអស់គ្នាអញ្ចឹងមកហើយក៏គេមានដាក់អង្ករលីងផងដែរបងប្អូនហើយអ្នកខ្លះទៀតគេដាក់ស្រាបងប្អូនដាក់ស្រាចិនណាដើម្បីធ្វើសាច់ក្រកហ្នឹងណាក៏ប៉ុន្តែខ្ញុំអត់មានទេហើយខ្ញុំមើល YouTube របស់បងស្រីម្នាក់ដែលគាត់នៅអាមេរិកហ្នឹងគឺក៏គាត់អាចបានដាក់ដែរគាត់ធ្វើអញ្ចឹងដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាគាត់ថាខ្ញុំនេះខាតបំផុតជាប់ស្រោមដៃបងប្អូនធ្វើនៅពីអ្នកម៉ែកូនងាកកូនយំងាកកូនយំមានអីដោះឡើងអស់3 4គូបងប្អូនហើយមិញហ្នឹងខ្ញុំលើកបង្ហាញថាងាប់ហើយនេះសបកសាច់ក្រកហ្នឹង$20ប៉ុណ្ណឹងឯងបងប្អូនទាំងអស់គ្នាតែគេប្រាប់ថាជ្រក់បានសាច់5គីឡូប៉ុន្តែខ្ញុំធ្វើនេះសាច់ខ្ញុំតែ2គីឡូកន្លះឯណាបងប្អូនទាំងអស់គ្នាហើយបើបងប្អូនខ្មែរយើងនៅ New Zealand ចង់រកសបកសាច់ក្រកអីទៅ butcher បងប្អូនទាំងអស់គ្នាគេមានលក់ហើយបងប្អូនគេមានលក់ហើយនេះគេដាក់សាយោមកឲ្យយើងដោតងាយស្រួលបែបហ្នឹងហ្មងប៉ុន្តែគាត់ថាខ្ញុំមានអីខ្ញុំឃើញអញ្ចឹងវាយូរពេកខ្ញុំកាត់សាយោនឹងចោលមកកណាត់ជក់ខ្លីៗបងប្អូនឃើញកណិតប៉ុន្តែលឿនជាងបើធ្វើអញ្ចេះមិនដឹងងាយណាថ្ងៃណាចូលទេខ្ញុំហត់ពេកណាមួយយើងត្រូវទៅយកកូនយកអីខើចម៉ោងណាបងប្អូនចឹងខ្ញុំអរេទៅរួចឯងកាត់ចោលមកកណាត់ប៉ិតហើយចង់ថាបើឲ្យខ្ញុំធ្វើទៀតខ្ញុំធ្វើប៉ុន្តែចាំថ្ងៃណាខ្ញុំមានម៉ាស៊ីនច្រកវាសិនព្រោះថាស្រកនឹងស៊ីពេលខ្លាំងមែនទែនបងប្អូនអើយឡើងហេវបាយផងអីផងណៃតស៊ូដល់ហើយមិនដឹងថាគិតទៅគ្រាន់តែដើម្បីតែហូបតែខ្លួនឯងសោះខំមួយខំមិនដឹងណាគេសរសើរទេនេះហ្នឹងហើយបងប្អូនច្រកវានឹងហើយចឹងខ្ញុំឃើញគេយកសមចាក់ខ្យល់នេះបងប្អូនឃើញមានខ្យល់អញ្ចឹងហ៎ហើយខ្ញុំអត់បានចាក់អីព្រោះអត់បានមើលដល់ចប់ដែរគេធ្វើហ្នឹងហើយព្រោះវីដេអូគាត់ឡើងវែងមែនតើនៅនេះកាលខ្ញុំធ្វើហើយខ្ញុំច្រកហើយខ្ញុំដល់ម៉ោងទៅយកកូនអញ្ចឹងហើយខ្ញុំខ្ចប់វាទុកចោលនៅក្រៅបងប្អូនមកដាក់ចូលទូឯងហើយដល់ពេលមកដល់ហ្នឹងម៉ោងចេញពីធ្វើការ9យប់អីហ្នឹងខ្ញុំដាក់ចូលនៅក្នុងម៉ាស៊ីនអាំងបងប្អូនម៉ាស៊ីនសម្ងួតមិនមែនម៉ាស៊ីនអាំងទេហ្នឹងហើយខ្ញុំដាក់រយៈពេល3ម៉ោងហើយកម្ដៅខ្ញុំដាក់70ដាក់3ម៉ោងហ្នឹងហើយខ្ញុំមើលដល់ព្រលឹមឡើងបានខ្ញុំមើលខ្ញុំទុកចោលនៅក្នុងឡហ្នឹងព្រោះអីគេឲ្យទុកក្រៅដើម្បីឲ្យជូរបងប្អូនអញ្ចឹងមើលទៅរៀងក្រៀមខ្ញុំដាក់ដូចជាកន្លះម៉ោងទៀតអញ្ចឹងទៅបងប្អូនបន្ទាប់មកខ្ញុំគាត់យកចេញពីទូហ្នឹងហើយខ្ញុំក្របវាចោលនៅខាងក្រៅបងប្អូនផ្អាប់វាទុកមកយប់ទៀតចោលដើម្បីឲ្យវាជូរអញ្ចឹងណាហ្នឹងហើយដល់ពេលដែលរៀបចៀនហ្នឹងខ្ញុំអត់យកទៅអាំងឬក៏ចៀនហ្មងទេខ្ញុំត្រូវការស្រុះទឹកក្តៅវាសិនបងប្អូនព្រោះអីដើម្បីឲ្យយើងអាំងទៅឆាប់ឆ្អិនហើយវាអត់សូវខ្សោះព្រោះអីខ្ញុំធ្វើនេះធ្វើខ្លួនឯងខ្ញុំដាក់សាច់សុតគេលក់បើយើងធ្វើខ្លួនឯងដាក់លាយខ្លាញ់ឲ្យច្រើនបានវាអត់ខ្សោះអញ្ចឹងណាខ្ញុំនេះវាសាច់ច្រើនពេកហ្នឹងហើយតោះមកខ្ញុំយកទៅដាក់អាំង air fry បងប្អូនចូលចិត្តក្រៀមបែបណាតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយអរគុណបងប្អូន